យើងធ្លាប់តែឮថាសត្វនាគសត្វគ្រុឌឬក៏សត្វតោជាដើមសុទ្ធសឹងតែជាសត្វដែលមានអំណាចខ្លាំងក្លាក៏ប៉ុន្តែតាមប្រវត្តិក្នុងទេវកថាសត្វទាំងនេះគ្រាន់តែជាចំណីរបស់សត្វដ៏មានអំណាចមួយប្រភេទទៀតតែប៉ុណ្ណោះនោះគឺសត្វមកុដសត្វមកុដជាសត្វដែលមានអំណាចដ៏ខ្លាំងក្លាអាចលេបសត្វនាគសត្វគ្រុឌនិងទេពនិករទាំងឡាយនៅលើភពផែនដីជាងនេះសត្វមកុដនៅក្នុងភាសាពួកហិណ្ឌីនិងភាសាសំស្ក្រឹតគឺជាសត្វក្រពើឬសត្វនាគដែលមាននិទាននៅក្នុងគម្ពីរវេទនៃទេវកថារបស់ព្រហ្មញ្ញសាសនាលក្ខណៈទូទៅរបស់សត្វនេះមានក្បាលនិងដងខ្លួនជាសត្វនាគត្រចៀកជ្រូកធ្មេញក្រពើប្រម៉ោយដំរីភ្នែកស្វាស្រកាត្រីជើងរាជសីហ៍កន្ទុយក្ងោកនិងជាជាជំនិះរបស់ព្រះនាងគង្គីនិងព្រះពិរុណឬវិរុណមកុដជាពាក្យសំស្ក្រឹតដែលមានន័យថានាគសមុទ្រឬសត្វទឹកចម្លែកពាក្យនេះជាពាក្យដើមក្នុងភាសាហិណ្ឌីភាសាហិណ្ឌីហៅក្រពើថាមកុដឬមេករៈកំណើតសត្វមកុដត្រូវបានគេដំណាលថាមានអសុរៈមួយនាមវីរត្រាដែលជាអសុរៈគ្រប់គ្រងលើពពួកនាគបានទប់ទឹកទាំងអស់មិនឲ្យបង្អុរមកឋានមនុស្សដោយធ្វើឲ្យកើតមានគ្រោះរាំងស្ងួតពាសពេញតំបន់ក្រោយមកមនុស្សម្នាក៏បានចាប់ផ្ដើមបួងសួងសូមឲ្យពពួកទេវតាជួយរំពេចនោះមានទេវតាស្រីមួយអង្គប្រកបដោយកិរិយាល្អស្អាតបានរំសាយសក់ចុះមកបង្កើតជាប្រភពទឹកនៅតំបន់នោះធ្វើឲ្យមនុស្សម្នាសប្បាយចិត្តជាខ្លាំងក៏ប្រសិទ្ធនាមទ្រង់ថាព្រះម៉ែគង្គីនៅគ្រានោះព្រះកេសាឬសក់មួយសរសៃរបស់ព្រះនាងគង្គីបានធ្លាក់មកដល់ឋានមនុស្សក៏បានក្លាយជាសត្វមកុដដែលខ្លាំងជាងអ្វីទាំងអស់នៅលើពិភពលោកវាក៏បានលេបរាល់សពសត្វទាំងពួងដែលវាជួបប្រទះមិនថាជាមនុស្សរាជសីហ៍ឬក៏ពស់នាគរាជនោះទេដោយសារតែនៅឋានកណ្ដាលគ្មានអ្នកណាម្នាក់អាចបង្ក្រាបសត្វមកុដនេះបានព្រះឥសូរឬព្រះសិវៈក៏ចុះមកទល់ជាមួយដោយមានការសន្យាពីព្រះនាងគង្គីថាបើព្រះឥសូរអាចចាប់សត្វមកុដនេះបានទ្រង់នឹងរៀបអភិសេកជាមួយព្រះឥសូរក៏បានចុះមកទល់ជាមួយនឹងសត្វមកុដអស់រយៈពេលជាច្រើនថ្ងៃនៅតែមិនដឹងឈ្នះចាញ់នៅគ្រានោះព្រះនាងគង្គីក៏បានប្រាប់ព្រះឥសូរថាបើព្រះអង្គចង់បង្ក្រាបមកុដបានលុះត្រាតែព្រះអង្គលើកទូលព្រះបង្គំមកដាក់លើបាតដៃរបស់ព្រះអង្គគ្រានោះព្រះនាងគង្គីបានប្រើកេសារបស់ទ្រង់ទម្លាក់ទៅក្នុងទឹកដើម្បីស្រូបទាញយកទឹកទាំងអស់ចេញដោយទុកតែសត្វមកុដនោះឲ្យនៅលើគោកតែប៉ុណ្ណោះមកុដដែលជាសត្វទឹកក៏ប្រែមកជាជើងរាជសីហ៍ខណៈនោះព្រះឥសូរក៏ប្រើមហាទម្ងន់អង្គុយសង្កត់ទៅលើសត្វមកុដនោះដោយសារតែមិនអាចទ្រាំទ្រនឹងទម្ងន់ដែលសង្កត់របស់ព្រះឥសូរបានមកុដក៏សុកចិត្តចោះចាញ់ព្រះឥសូរចាប់ពីពេលនោះតទៅដោយអនុភាពកាចសាហាវរបស់សត្វមកុដនេះព្រះឥសូរក៏ជប់ត្រង់មាត់សត្វមកុដឲ្យទៅជាប្រម៉ោយដំរីសត្វមកុដក៏សន្យាថាខ្លួននឹងខ្ជាក់រាល់សពសត្វទាំងពួងដែលបានលេបនោះចេញមកវិញហើយព្រះឥសូរក៏បានយកសត្វមកុដមកធ្វើជាយានជំនិះចាប់ពីពេលនោះមកសត្វមកុដក្នុងទម្រង់ប្រម៉ោយដំរីក៏ត្រូវបានគេប្រសិទ្ធនាមថាគុជសីហ៍ដែលមានរូបរាងស្រដៀងគ្នាទៅនឹងរាជសីហ៍ដែលជាស្ដេចតោឬជាអ្នកការពារគេច្រើនឆ្លាក់សត្វមកុដជាឆ្មាំការពារទ្វារចូលប្រាសាទហិណ្ឌូនិងវត្តអារាមជាដើមយើងអាចសង្កេតឃើញចម្លាក់សត្វមកុដនៅក្នុងសិល្បៈខ្មែរមានវត្តមានតាំងពីមុនសម័យអង្គរមកម្ល៉េះពិសេសបង្ហាញក្នុងរចនាបថសម្បូរព្រៃគុករវាងសតវត្សទី6ដល់ទី7ដោយចម្លាក់សត្វនេះបានបង្ហាញដំបូងនៅក្នុងសិល្បៈខ្មែរគឺនៅក្រុមប្រាសាទតំបន់ថាឡាបរិវត្តដែលដូនតាខ្មែរបានឆ្លាក់នៅលើផ្តែរទ្វារនិងហោជាងជាច្រើននិងមានទំហំធំទៀតផងបន្ទាប់មកក៏ឃើញមាននៅក្នុងក្រុមប្រាសាទសម្បូរព្រៃគុកដែលបានបង្ហាញលើផ្តែរទ្វារហោជាងជញ្ជាំងតួប៉មប្រាសាទឥដ្ឋនិងតបង្ហូរទឹកជាដើមនិងមានទំហំតូចជាងនៅថាឡាបរិវត្តក្រោយមកក្នុងរចនាបថព្រៃក្មេងនិងកំពង់ព្រះចម្លាក់សត្វមកុដនេះពុំសូវមានការពេញនិយមខ្លាំងដូចមុនទេនិងបានបង្ហាញតិចតួចនៅលើសំណង់ស្ថាបត្យកម្មប្រាសាទបុរាណ
មកដល់សម័យអង្គរចម្លាក់សត្វមកកគឺមានភាពសម្បូរបែបនិងមានការពេញនិយមឡើងវិញនិងបានបង្ហាញជាច្រើនសន្តានលើសំណង់ស្ថាបត្យកម្មប្រាសាទដូចជាលើផ្តែរទ្វារហោជាងបង្កាន់ដៃតបបង្ហូរទឹកនិងជញ្ជាំងប្រាសាទជាដើមម្យ៉ាងទៀតចម្លាក់សត្វមកកដែលគេឆ្លាក់ក្នុងសម័យអង្គរនេះគឺឃើញមានការវិវត្តច្រើនតាមការពេញនិយមនៃការឆ្លាក់របស់សិប្បករលើចម្លាក់មកកតាមការវិវត្តនៃសម័យកាលរចនាបថទាំង10ដែលបានបែងចែកក្នុងសម័យអង្គរជាងនេះទៅទៀតចម្លាក់សត្វមកកគឺគេនិយមឆ្លាក់សត្វនេះបែរក្បាលចូលក្នុងឬចេញក្រៅនិងខ្លះត្រូវបានឆ្លាក់ក្បាលជាសត្វមកកខ្លួនជាសត្វតោដែលគេហៅថាកុច្ចសីហើយខ្លះទៀតឆ្លាក់ជារំយោលផ្កាក្នុងទម្រង់រូបមកកជាលម្អនិងឆ្លាក់ក្បាលសត្វមកខ្ជាក់សត្វនាគលើហោជាងជាដើមនៃសំណង់ស្ថាបត្យកម្មប្រាសាទបុរាណខ្មែរលុះមកដល់សម័យក្រោយអង្គរគេពុំឃើញមានភស្តុតាងដែលអាចបញ្ជាក់ថាមានចម្លាក់សត្វមកឬក៏អត់ទេព្រោះសំណង់ឬវត្ថុសិល្បៈនៅសម័យនេះភាគច្រើនសាងសង់អំពីឈើឬស៊ីម៉ង់តដូចជាសំណង់វត្តអារាមឬសំណង់សាសនាផ្សេងជាដើម